រុស្ស៊ីធ្វើការសងសឹកបន្ទាប់អំពីអ៊ុយក្រែនបានបើកការវាយប្រហារដ៏ធំបំផុតរបស់ខ្លួនគឺបានបាញ់បង្ហោះគ្រាប់មីស៊ីលគ្រាប់ផ្លោងហើយនឹងយន្តហោះគ្មានមនុស្សបាកទៅកាន់ទីក្រុងមូស្គូឬនៅតាមរោងចក្រចម្រាញ់ប្រេងដ៏សំខាន់របស់រុស្ស៊ីជាពិសេសទៅគឺរោងចក្រផលិតនៅយន្តហោះគ្មានមនុស្សបាករុស្ស៊ីហើយមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែ warehouse ឬក៏ជាឃ្លាំងទំនិញសម្រាប់លក់អនឡាញក៏អ៊ុយក្រែនបើកការវាយប្រហារទៅលើរោងចក្រទាំងអស់នោះផងដែរហើយកាលពីម្សិលមិញរុស្ស៊ីបើកការសងសឹកទៅវិញទៅលើកំពង់ផែភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនដោយបើកការវាយប្រហារដោយបាញ់បង្ហោះយន្តហោះគ្មានមនុស្សបាកប្រភេទ Shahed ទៅលើកំពង់ផែរបស់អ៊ុយក្រែននេះបើយោងទៅតាមសារព័ត៌មាន RBC Ukraine ដែលចុះផ្សាយនៅថ្ងៃទី3ខែសីហាកងកម្លាំងរុស្ស៊ីបានកំណត់គោលដៅម្ដងទៀតនៅថ្ងៃទី3ខែសីហារុស្ស៊ីបើកការវាយប្រហារទៅលើតំបន់ Mykolaiv របស់អ៊ុយក្រែនដោយប្រើយន្តហោះគ្មានមនុស្សបាកការវាយប្រហារនេះបានបណ្ដាលឲ្យខូចខាតនៅកំពង់ផែមួយនេះបើយោងទៅតាមលោក Heuri ប្រធានស្ដីទីរដ្ឋបាលនៅក្នុងតំបន់ Mykolaiv លោក Resitelov បាននិយាយថាការវាយប្រហារទាំងនោះបានកើតឡើងនៅក្នុងអំឡុងពេលថ្ងៃហើយលោកក៏បានមានប្រសាសន៍ទៀតថានៅថ្ងៃនេះសត្រូវបានការវាយប្រហារទៅលើរចនាសម្ព័ន្ធកំពង់ផែនៅស្រុក Mykolaiv ចំនួន2ដងដោយប្រើយន្តហោះគ្មានមនុស្សបាកប្រភេទ Shahed នាវាស៊ីវិល2គ្រឿងគឺត្រូវបានគេដឹងថាត្រូវបានខូចខាតដោយសារតែការវាយប្រហាររបស់រុស្ស៊ីលោក Risetelo បានបន្ថែមថាយោងទៅតាមព័ត៌មានបឋមមិនមានអ្នកស្លាប់និងរងរបួសនោះទេមុននេះនៅថ្ងៃទី28ខែកក្កដារុស្ស៊ីក៏បានបើកការវាយប្រហារទៅលើតំបន់ Mykolaiv ដោយប្រើយន្តហោះគ្មានមនុស្សបាកប្រភេទ Shahed យន្តហោះគ្មានមនុស្សបាកប្រភេទ Banderol និងគ្រាប់បែកដែលបញ្ជាទៅតាមអាកាសការវាយប្រហារទាំងនេះបានបង្កឲ្យមានការខូចខាតនិងបណ្ដាលឲ្យមនុស្ស4នាក់រងរបួសនៅយប់ថ្ងៃទី27ខែកក្កដារុស្ស៊ីក៏បានបើកការវាយប្រហារទៅលើនាវាពាណិជ្ជកម្មស៊ីវិលនៅក្នុងកំពង់ផែតំបន់ Mykolaiv នេះផងដែរហើយក៏មានអ្នកស្លាប់និងអ្នករងរបួសលើសពីនេះនៅព្រឹកថ្ងៃទី20ខែកក្កដាកងកម្លាំងរុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបាកវាយប្រហារទៅលើតំបន់ Mykolaiv និងតំបន់នៅជុំវិញមនុស្ស2នាក់គឺបានរងរបួសបាទនេះគឺជាសារព័ត៌មានមួយដែលតាក់ទងទៅនឹងការសងសឹករបស់រុស្ស៊ីបន្ទាប់អំពីអ៊ុយក្រែនបើកការវាយប្រហារទៅលើចំណុចសំខាន់ជាពិសេសទៅគឺនៅរោងចក្រដ៏ធំបំផុតរបស់រុស្ស៊ីចំនួន2ហើយនិងរោងចក្រផលិតនៅយន្តហោះគ្មានមនុស្សបាករបស់រុស្ស៊ីផងដែរហើយនាពេលថ្មីនេះរុស្ស៊ីក៏បានបើកការវាយប្រហារដោយបាញ់បង្ហោះយន្តហោះគ្មានមនុស្សបាកផងហើយនឹងគ្រាប់មីស៊ីលប៉ាឡេស្ទិកផងដែរដែលបង្កឲ្យស្លាប់សមាជិកគ្រួសារមួយចំនួន6នាក់បាទគឺនៅសេសសល់តិចតួចបំផុតនៅក្នុងមួយគ្រួសារនោះបើសិនជាយើងសង្កេតមើលនៅក្នុងសារព័ត៌មានកន្លងមកចាប់តាំងពីឆ្នាំ2022មករុស្ស៊ីគឺតែងតែបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ស៊ីវិលឬក៏ផ្ទះសម្បែងរបស់ជនស៊ីវិលផងដែរដែលបណ្ដាលឲ្យជនស៊ីវិលឬក៏ប្រជាជនរបស់អ៊ុយក្រែនបាទស្លាប់រាប់រយនាក់ហើយនឹងរងរបួសរហូតដល់ទៅរាប់ពាន់នាក់ផងដែរចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមករាល់ពេលដែលរុស្ស៊ីបើកការវាយប្រហារម្ដងគឺតែងតែបាញ់បង្ហោះយន្តហោះគ្មានមនុស្សបាកគ្រាប់មីស៊ីលជាពិសេសទៅគ្រាប់បែកទម្លាក់ទៅតាមយន្តហោះនឹងគឺបាទប៉ះពាលឬក៏ចំទៅលើគោលដៅសំខាន់ជាពិសេសទៅគឺប៉ះទៅលើផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលហើយមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែនៅតាមមន្ទីរពេទ្យឬក៏សាលារៀនក៏កងទ័ពឬក៏កងកម្លាំងរបស់រុស្ស៊ីក៏បានបើកការវាយប្រហារទៅលើទីកន្លែងដែលជាជនស៊ីវិលស្នាក់នៅទាំងអស់នោះផងដែរហើយនៅក្នុងសារព័ត៌មានមួយទៀតបាទគឺខ្ញុំក៏ដកស្រង់ចេញពី RBC Ukraine នេះផងដែរហើយនៅក្នុងសារព័ត៌មាននេះបាទគឺតាក់ទងជាមួយនឹងប្រទេសអ៊ីរ៉ង់
ដែលអ៊ីរ៉ង់បានអះអាងថាខ្លួនបានត្រៀមលក្ខណៈនឹងរួចជាស្រេចដើម្បីធ្វើការវាយប្រហារទៅលើទីតាំងចំនួន3នៃប្រទេសអ៊ុយក្រែនបាទដោយដែលយើងដឹងស្រាប់ហើយកាលពីថ្ងៃទី26ខែកក្កដាកងកម្លាំងរបស់អ៊ុយក្រែនបានបើកការវាយប្រហារទៅលើនាវាមួយដែលជានាវារបស់អ៊ីរ៉ង់បានដឹកទំនិញចូលទៅក្នុងប្រទេសរុស្ស៊ីហើយក៏បានសម្លាប់នាវិកម្នាក់នៅក្នុងនាវានោះផងដែរហើយនាវិកម្នាក់ទៀតក៏រងរបួសហើយក្រោយមកអ៊ីរ៉ង់ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយចោទប្រកាន់ឬក៏ធ្វើការថ្កោលទោសទៅលើអ៊ុយក្រែនដែលថាបានបើកការវាយប្រហារទៅលើនាវាស៊ីវិលរបស់ខ្លួនដែលជានាវាដឹកទំនិញធម្មតាតែប៉ុណ្ណោះប៉ុន្តែផ្ទុយទៅវិញប្រធានាធិបតីអ៊ុយក្រែនលោកសេឡិនស្គីក៏បានអះអាងថាខ្លួនបានបើកការវាយប្រហារដែលជានាវាមួយដឹកនៅភស្តុភារឬក៏ជាទំនិញសម្រាប់យោធារបស់រុស្ស៊ីមិនមែនជានាវាពាណិជ្ជកម្មឬក៏ជានាវាស៊ីវិលនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ៊ីរ៉ង់ក៏នៅតែអះអាងថានាវារបស់ខ្លួនគឺជានាវាដឹកទំនិញធម្មតាតែប៉ុណ្ណោះមិនមែនជានាវាដឹកនៅគ្រឿងសព្វាវុធឬក៏ជានាវាអ្វីនោះទេដែលមិនមែនជាគោលដៅសម្រាប់យោធារបស់រុស្ស៊ីនោះទេដូច្នេះហើយបានជាអ៊ីរ៉ង់បាននិយាយថាខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើការវាយប្រហារទៅលើទីតាំងចំនួន3របស់អ៊ុយក្រែនប៉ុន្តែបន្ទាប់អំពីអ៊ីរ៉ង់ធ្វើការអះអាងថាខ្លួននឹងធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនមកគឺក្រសួងការបរទេសស្ដីទីរបស់អ៊ុយក្រែនក៏បានទៅជួបឬក៏ធ្វើសម្ដែងសម្ដាលហើយជាពិសេសទៅគឺអ៊ុយក្រែនបានធ្វើការសុំទោសហើយក៏ព្រមទទួលខុសត្រូវនៅក្នុងការវាយប្រហាររបស់ខ្លួនបន្ទាប់អំពីអ៊ុយក្រែនធ្វើការសុំទោសឬក៏ធ្វើការទទួលខុសត្រូវនៅក្នុងការវាយប្រហាររបស់ខ្លួនទៅលើនាវារបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់ក៏ផ្សុកចិត្តយល់ព្រមលុបចោលនៅគម្រោងផែនការដើម្បីធ្វើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនបាទនេះគឺជាសំណាងល្អផងដែរសម្រាប់អ៊ុយក្រែនហើយអ៊ុយក្រែនក៏មិនគួរបង្កចំនួនឬក៏បង្កើនសត្រូវជាមួយនឹងអ៊ីរ៉ង់នោះទេថ្មីត្បិតថាអ៊ីរ៉ង់កំពុងតែជាប់ដៃជាមួយនឹងសហរដ្ឋអាមេរិកក៏ដោយក៏អ៊ីរ៉ង់នៅតែមានសមត្ថភាពដើម្បីធ្វើការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនហើយអ៊ុយក្រែនគឺមានយុទ្ធសាស្ត្រល្អណាស់នៅត្រង់ចំណុចនេះគឺមិនបង្កើនឬក៏បង្កចំនួនជាមួយនឹងប្រទេសទី3នោះទេដោយសារតែខ្លួនកំពុងតែជាប់ដៃទប់ទល់ជាមួយនឹងរុស្ស៊ីស្ទើរតែមិនរួចផងហើយបើសិនជាបង្កើនសត្រូវមួយទៀតនោះប្រកាសណាស់អ៊ុយក្រែននឹងមិនអាចទប់ទល់ជាមួយនឹងអ៊ីរ៉ង់បាននោះទេហើយបើសិនជាអ៊ីរ៉ង់ជាមួយនឹងរុស្ស៊ីព្រួតដៃគ្នាវាយប្រហារទៅលើអ៊ុយក្រែនមែននោះអ៊ុយក្រែនប្រកាសណាស់នឹងមិនអាចទទួលយកបាននោះទេដូច្នេះអ៊ុយក្រែនសម្រេចចិត្តធ្វើការសុំទោសឬក៏ទទួលខុសត្រូវនៅសំណងដែលខ្លួនបានវាយប្រហារទៅលើនាវារបស់អ៊ីរ៉ង់នោះបាទគឺជាដំណើរដ៏ត្រឹមត្រូវមួយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើសិនជាអ៊ីរ៉ង់បាក់ការវាយប្រហារមកលើអ៊ុយក្រែនមែនអ៊ុយក្រែនក៏នៅតែមានសមត្ថភាពអាចនឹងតទល់ឬក៏វាយបកទៅវិញផងដែរដោយសារតែនាពេលថ្មីៗនេះអ៊ុយក្រែនទើបតែនឹងផលិតបាននៅមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនជាពិសេសទៅគឺយន្តហោះគ្មានមនុស្សបាកមិនត្រឹមតែប៉ុណ្ណោះទេសម្បីតែប្រទេសអាល្លឺម៉ង់ក៏កំពុងតែពិចារណានិងសម្រេចចិត្តបញ្ជូននៅប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនគឺជាប្រភេទ Patriot ឬក៏ Patriot ទៅឲ្យអ៊ុយក្រែនផងដែរបាទនេះគឺជាចំណុចមួយដែលអ៊ុយក្រែននៅតែអាចមានសមត្ថភាពប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមិនគួរបង្កើនសត្រូវនោះទេនាពេលបច្ចុប្បន្នហើយនៅក្នុងសារព័ត៌មានទាំងពីរនេះបើសិនជាបងប្អូនមានយោបល់ចង់បញ្ចេញបាទកុំភ្លេចសរសេរ comment នៅខាងក្រោមហើយជាចុងក្រោយក៏កុំភ្លេចជួយចុច like ចុច subscribe ផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗ